ងក្រចេះខ្ញុំពងជួបអ្នកញញឹមរាំងទាំងសុំសុខសេរីជាប់ព្រែកប្រសពនឹងចិត្តបរិយចំណងនិស័យក្នុងថ្ងៃចូលឆ្នាំជម្រាបសួរខ្ញុំបាទរីកេរ៉ាគឺជាប្រជាពលរដ្ឋមួយរូបដែលរស់នៅខេត្តកញ្ចេះសប្តាហ៍ថ្ងៃនេះនៅពេលដែលឆ្លងដទៅវិញទៅមកមានការពិបាកច្រើនផលពិបាកទី1គឺចាំដទី2គឺត្រូវចំណាយថវិកាដើម្បីឆ្លងដតិចទៀតនេះយើងបានស្ពានថ្មីយើងនឹងឡើងពិបាកហើយឡើងចាំដឡើងអស់ថវិកាហើយស្រួលទៅមកព្រោះស្ពានធ្វើថ្មីស្អាតទឹកដីកញ្ចេះយើងនេះមិនតាន់មានតាណាដែលបានស្ពានទេឥឡូវបានស្ពានហើយប្រជាពលរដ្ឋនៅក្នុងខេត្តកញ្ចេះទាំងអស់មិនថាចាស់មិនថាក្មេងទេសាទរហើយជាពិសេសអ៊ំចាស់គាត់តែងទៅថាចង់ឃើញស្ពានអញ្ចឹងឥឡូវបានស្ពានថ្មីហើយយើងជាប្រជាពលរដ្ឋក្នុងខេត្តកញ្ចេះមានចិត្តសប្បាយរីករាយដែលបានទទួលបានស្ពានជាចុងក្រោយនេះខ្ញុំសូមថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំក៏ដូចជាសម្ដេចបវរដែលបានបង្កើតឲ្យមានស្ពាននេះឡើងដើម្បីឲ្យប្រជាពលរដ្ឋក៏ដូចជាអ្នកនៅក្នុងខេត្តកញ្ចេះមានការធ្វើដំណើរទៅមកស្រួលហើយធ្វើឲ្យមានចរន្តសេដ្ឋកិច្ចព្រោះថាតបានស្ពាននេះខាងថៅខាងលិចក៏អាចដឹកអនុផលកសិកម្មឧស្សាហកម្មចេញពីនោះមកយកមកខាងនេះស្រួលឡើងពិបាកហើយអរគុណច្រើនខ្ញុំជួបបានស្លាក់បានស្ពានឆ្លងខ្ញុំសប្បាយចិត្តអូរីករាយទៅបានចាំដយ៉ាងម៉េចបានទៅមកតចិត្តខ្ញុំនៅអូជ័យបាទនៅអូជ័យគុំអូជ័យយើងហ្នឹងគុំអីគេគុំបៃបសោកសប្បាយចិត្តហ្នឹងបានអូបានទៅមកលឿនតចិត្តវាមិនបាច់ទៅចាំដចាំអីចឹងអរគុណទៅដល់ថ្នាក់ដឹកនាំយើងបានធ្វើស្ពានឲ្យប្រជាជនបានដើរតចិត្តបាទខ្ញុំឈ្មោះសាំងភួងរស់នៅភូមិថ្មរៀបស្រុកព្រៃបន្ទាត់ខេត្តកញ្ចេះរួចទៅរហងៃខ្ញុំលក់ទី1ក្រួចអាំងស្លាបមាន់កោះមាន់សាច់ក្រកហើយនឹងសាច់គោអាំងមាននំបញ្ចុកសឡខ្មែរសឡការីពងទាកូនហើយនឹងភេទជ្ជៈខ្ញុំលក់និយាយរួមបើកតែព្រលឹមឡើងគឺលក់ហ្មងរហូតតយប់ម៉ោងមិន10អីគេហៅទិញក៏ងើបដែរអូយមានអារម្មណ៍សុវ័យមែនតែនបានផ្លូវបានស្ពានមួយផ្លូវមួយខ្សែហ្នឹងអូយប្រជាពលរដ្ឋធូរច្រើនហិចម្រើនច្រើនខែជាពិសេសខែភាសាផ្លូវនោះក៏ទឹកលិចផ្លូវនោះក៏ទឹកលិចបានតែផ្លូវហ្នឹងមួយឯងប្រជាពលរដ្ឋអរគុណណាដល់សម្ដេចពុកខ្ញុំជាបឋមប្រជាពលរដ្ឋនៅភូមិថ្មរៀបស្រុកព្រៃបន្ទាត់ខេត្តកញ្ចេះសូមថ្លែងអំណរគុណនឹងសម្ដេចពុកចាហើយនឹងសម្ដេចខបហ៊ុនម៉ាណែតខ្ញុំអត់មានពីអីទេខ្ញុំសូមថាអរគុណខ្លាំងហ្មងខ្លាំងហ្មងមិនស្ពានឆ្លងទន្លេចង់យំហ្នឹងហើយចាស្រួលកូនធ្វើដំណើរចាសូមអរគុណប៉ុណ្ណឹងឯងមេកងក្រចេះខ្ញុំពងជួបអ្នកញញឹមរាំងទាំងសុំសុខសេរីជាប់ព្រែកប្រសពនឹងចិត្តបរិយចំណងនិស័យក្នុងថ្ងៃចូលឆ្នាំ